សួស្តីសម្រាប់សម្រាប់បេះដូងទាំងអស់គ្នាថ្ងៃនេះខ្ញុំប្រឡាក់ងៀតគោហើយគ្រឿងផ្សំមានដូចជាស្ករត្នោតរំដេងល្ងខ្មៅហើយប្រេងខ្យងតិចមកអំបិលបន្តិចហើយម្សៅស៊ុបមាន់ប៊ីចេងតិចមករសជាតិអូគឺដឹងអាកប់សេរីតែម្ដងស្នាដៃខ្ញុំណាសាច់គោងៀតនេះឃើញទេមើលគ្រឿងគេផងនេះអូតំណងនេះអត់អូកប់សេរីតែម្ដងនេះពួកខ្ញុំចិត្តប្រឡាក់ល្ងដោយសារល្ងពេលដែលយើងប្រឡាក់ឲ្យយើងដំវាទៅទុនណានេះអូយអ្នកគ្នាឃើញនេះសាច់គោនេះគេផ្លេសហើយ4គីឡូជាងអូវ៉ាវហើយខ្ញុំហាលក្នុងម៉ាស៊ីនដាក់តែមួយយប់ទៅបានញ៉ាំមិនហាលក្រៀមពេកទេអ្នកនេះឃើញអត់តំណងអត់អូកប់សេរីតែម្ដងណាសាច់គោងៀតតំណងទាំងអស់គ្នាមកនេះអូឈ្ងុយរំដេងល្ងស្ករអានេះ brown sugar ដូចស្ករត្នោតនេះអូខេបាយបាយជម្រាបលាទាំងអស់គ្នាបាយបាយអរគុណច្រើនចាំមើលខ្ញុំហាលងៀតគោបានចាំខ្ញុំបង្ហាញអូខេជម្រាបលាបាយបាយអូយធ្ងន់ណាស់អូយធ្ងន់ណាស់អូយមិនអត់ទៅចឹង